នឹងជំរាបសួរបងប្អូនទាំងគ្នាបាទថ្ងៃនេះពពនាំអារម្មណ៍បងប្អូនមកទស្សនាជាមួយនឹងថ្មធម្មជាតិស្រុកខ្មែរយើងបន្តទៀតបាទអូខេបាទបងប្អូននេះយើងពិសេសមែនតើបាទនេះជាប្រភេទសាច់អាហ្គេតកាយ៉ៅបាទដែលមានដុសជាមួយនឹងត្បូងគ្រីស្តាល់បាទគ្រីស្តាល់នេះសាច់រឹងណាបាទដឹកជូនមកមិនមែនបែកទេរឹងល្អបាទដែលខ្ញុំធ្លាប់ឃើញតែបរទេសនៅខាងស្រុកគេមានតែនេះគឺមាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងតែម្ដងបាទអេមតែម្ដងទឹកដីខ្មែរយើងបាទគឺសម្បូរទៅដោយធនធានមែនតើបាទដែលខ្ញុំមិននឹកស្មានថាគាត់មានណាព្រោះខ្ញុំធ្លាប់ជួបពីមុនមកមានប្រភេទគ្រីស្តាល់ទេដុំយើងបែកមកមានគ្រីស្តាល់អញ្ចឹងហ៎ប៉ុន្តែនេះរឹតតែពិសេសត្រង់ថាគាត់មានទាំងអាហ្គេតកាយ៉ៅនៅក្នុងនឹងហើយគាត់មានគ្រីស្តាល់ទៀតបាទនេះបងប្អូនឃើញជាក់ស្ដែងនេះព្រោះយើងដាក់សើមទឹកវិញស្អាតអស់យ៉ាងហ្នឹងនេះណានៅគ្រីស្តាល់ដុសនៅនឹងហ្មងបាទហើយចឹងរឹងអេមមែនតើបាទកម្រិតតាំងស្អាតណាបងប្អូនហើយបាទធនធានធម្មជាតិស្រុកខ្មែរយើងបងប្អូនមានម្នាក់ម្ដុំទុកក្នុងផ្ទះទៅតាមជំនឿដូនតាយើងតាំងពីបុរាណមកគឺគាត់ប្រើអាហ្នឹងណាបាទតាមគ្រឹះបាតប្រាសាទឬក៏ធ្វើឡតធ្វើកម្មអីហ្នឹងដូនតាយើងនិយមណាបាទអញ្ចឹងសិតតែមានចំណុចពិសេសមានអត្ថប្រយោជន៍របស់គាត់ទៅបានអញ្ចឹងណាទៅគាត់ប្រើមិនមែនចេះតែថាយើងចេះតែគិតទេនេះគឺមានពីធម្មជាតិបាទមានពីធម្មជាតិបាទធម្មជាតិសុទ្ធ 100%ដីខ្មែរយើងដែលដូនតាយើងប្រើលក្ខណៈថាផ្ដល់ជាធម្មពលវិជ្ជមានបាទភាពត្រជាក់ជុំភាពថ្លៃថ្នូរអញ្ចឹងណាបាទគាត់ច្នៃទៅជាគ្រឿងអលង្ការខ្លះក៏តាំងតុបតែងអីខ្លះអញ្ចឹងទៅបាទគឺមានរឿងច្រើនបាទតែព័ន្ធជាមួយនឹងវត្ថុដ៏ល្អនេះឯងបាទគេហៅរតនេះរតនវត្ថុហើយបាទអេមហ្មងបងប្អូនណាខ្ញុំឃើញខ្ញុំស្រឡាញ់មែនតើនិយាយថងដែលពិសេសលើសពីអ្វីដែលខ្ញុំធ្លាប់ឃើញគឺគាត់មានសាច់អាហ្គេតនេះបាទកាយ៉ៅជាប់ជាមួយនឹងគ្រីស្តាល់អេមហ្មងបាទនេះប្រភេទនិលភ្នំភ្លើងអានេះឲ្យបងប្អូនយើងគាត់រកតែប្រភេទធំឲ្យព្រមថ្នាក់ចាប់ពី2គីឡូ3គីឡូអញ្ចឹងណាហ្នឹងហើយអានេះគេហៅលំដាប់ VIP ហើយមើលសាច់ខាងក្រៅគាត់ឡើងទៅជាលោហៈទៅទៀតបាទសាច់ក្នុងគឺកញ្ចក់យើងអាចនិយាយបានថាជាប្រភេទត្បូងនិលបាទដែលខ្ញុំឲ្យឈ្មោះថាត្បូងនិលភ្នំភ្លើងនៅខាងបែកបតទេឲ្យឈ្មោះថា Obsidian បាទអញ្ចឹងនេះកម្រិតឆ្លាក់តាំងឆ្នៃធ្វើបានគ្រប់ទម្រង់សាច់គាត់ហាប់ណែនរឹងជាងនិលធម្មតាបន្តិចដែលគេហៅតែកតៃនោះណាតែយើងនេះគឺ Obsidian ហើយ Obsidian ក៏មានច្រើនកម្រិតមានកម្រិតរឹងកម្រិតស្រួយអីចឹងទៅតែប្រភេទនេះជាប្រភេទសាច់លេខ1កម្រិតរឹងល្អបាទឆ្នៃគឺឡើងពលឺស្អាតបងប្អូនណាបាទព្រិចស្អាតណាបងប្អូនហើយទឹកដីធនធានធម្មជាតិយើងនេះខ្ញុំមិននឹកស្មានថាមាននៅខ្មែរយើងសោះណាអស់តោះតែម្ដងបាទអស់តោះបាទអរគុណបងប្អូនដែលបានចូលទស្សនាជូនពរសុខភាពល្អសំណាងល្អ